ជាមានលោកលេខខៀវជាប្រធាននៃក្រុមប្រឹក្សាពិបាលដ៏ថ្លាថ្លៃអើយលោកខំប្រឹងប្រែងសិក្សាណាស់មិនមែននៅតែក្នុងប្រទេសយើងអីលោកទៅដល់ប្រទេសទី1ទី2ទឹក3ដើម្បីស្វែងយល់ពីទឹកស្អាតបន្ថែមទៀតទេបាញ់ញញប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រីគាត់ចង់ឲ្យប្រទេសយើងមានទឹកអីដុំទៀតអើយគាត់ជិះទូបាក់ច្រើនដល់ប្រជាពលរដ្ឋលោកបានអញ្ជើញទៅដល់ប្រទេសបបទីកាលោកបានឆ្លៀតចង់ដឹងពីតុកតុងយ៉ាងណាយ៉ាងណីចង់ឲ្យប្រទេសកម្ពុជាមានដូចគេដែរសង្ស័យថ្ងៃនឹងទៅសូមឯកឧត្តមជួបប្រទះតែពុទ្ធិពរក្តីសុខពិតព្រមទាំងលោកលេងខៀវក្តីសូមលោកបានអញសុខសាន្តជើញទៅទីកន្លែងណាសូមបានសុខាជាប់ពីយប់ថ្ងៃតែការកម្មវិធីយើងនេះកើតឡើងដោយសារអ្វីហើយតាមដែរវិញដោយមានការគ្រប់គ្រងពីយញ្ញក្រសួងវិញឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ហើយវិញព្រមទាំងវិញសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាហៅកាត់ថា CWA ព្រមទាំងវិញក្រុមហ៊ុន Informa Market ផងដែរអើយគឺមានកម្មវិធីរយៈពេល2ថ្ងៃមានទាំងសិល្បៈបុរាណក្នុងកណ្ដាស់ច្បាស់ពិតឥឡូវឯកឧត្តមទៅបុកចបៃព្រមទាំងអញលោកប្រធានក្រុមប្រឹក្សាពិបាលគឺលោកលេងខៀវលោកប្រុសលោកស្រីស្គាល់អស់ហើយទាំងវិញបន្ទាប់មកទៀតបងប្អូនជាទីមេត្រីគឺលោកស្រីទូគីមីនគឺវិញប្រធានផ្នែកជាន់ខ្ពស់គឺខាងក្រុមហ៊ុន Informa Market អើយហើយប្រពលឹងកិច្ចតំណឹងយល់ដែរអីបាទយល់ហើយចឹងហើយប្រឲ្យមានអ្វីស្ដែងស្ដីមើលតសម្ដីមកបងចុះអញ្ចឹងទឹកត្រជាក់អុញទឹកក្តៅឥឡូវចូលដល់ទឹកស្អាតម្ដងបើចឹងញាតិរុញអូនបងទឹកច្រើនណាស់នៅលើផែនដីមាននុញទឹកអុញនៅលើដីនឹងទឹកនៅក្រោមដីទឹកនៅលើមានអ្វីមានទឹកបឹងទឹកអាងទឹកស្ទឹងទឹកទន្លេបងឲ្យមានទឹកទេព្រមទាំងទឹកភ្លៀងទៀតបងបង្ខៃម្យ៉ាងទៀតជំរាបត្រង់តែម្ដងទឹកដូងទឹកក្រោមដីចឹងប្រឲ្យប្រពលៈទឹកទាំងអស់នោះស្អាតដែរអីអោបងឲ្យអត់ស្អាតទេអត់ស្អាតទេបើយើងប្រើទឹកស្ទឹងទឹកបឹងទឹកទន្លេទឹកភ្លៀងទៀតកុំសង្ស័យកិច្ចតំណែងខ្ញុំសូមជម្រាបអាចប៉ះពាល់ដល់សុខភាពទោះបីមិនប៉ះពាល់ឡើយអីទៅវិញ10ឆ្នាំ20ឆ្នាំខាងមុខទៀតគឺប៉ះពាល់ហើយអ្នកប្រថ្លៃគាត់ឯងចូលទឹកច្រើននេះចឹងចុះទឹកដែលយើងគួរត្រូវប្រើនោះគឺទឹកអ្វីប្រថ្លៃហើយគឺទឹកស្អាតទេទឹកស្អាតបងអើយជំរាបបងឯងញញពិតប្រកបទឹកស្អាតអត់ថ្លៃទេបើនិយាយទៅពូនគិតស្មើ4000លីត្រគឺស្មើ1 កែវកាហ្វេធូរហើយយ៉ាងចូលទឹកច្បាស់ទឹកតម្លៃទៀតអត់ថ្លៃទេអ្នកប្រុសថ្លៃអើយយើងប្រើទឹកស្អាតទៅចំណេញពេលវេលាចំណេញទាំងសុខភាពមានពេលវេលាធ្វើការឲ្យយើងធូរធារទាំងប្រុសនិងស្រីចូលរួមទឹកស្អាតទាំងអស់គ្នាហើយវិញម្យ៉ាងទៀតបងប្អូនតាមពេលវេលាបើនិយាយពីវិញទឹកស្អាតគឺយើងនឹកឃើញដល់វិញសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា
លោកលេខខៀវជាប្រធាននឹងក្រុមប្រឹក្សាវិបាលដ៏ខ្លាថ្លៃអើយលោកខំប្រឹងប្រែងសិក្សាណាស់មិនមែននៅតែក្នុងប្រទេសយើងអីលោកទៅដល់ប្រទេសទី1ទី2ទឹក3ដើម្បីស្វែងយល់ពីទឹកស្អាតបន្ថែមទៀតទេម្សិលមិញញញប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រីគាត់ចង់ឲ្យប្រទេសយើងមានទឹកអីដុំទៀតអើយគាត់គិតគូរបានច្រើនដល់ប្រជាពលរដ្ឋលោកបានអញ្ជើញទៅដល់ប្រទេសបបទីកាលោកបានឆ្លៀតចង់ដឹងពីតុកតុំយ៉ាងណាយ៉ាងណីចង់ឲ្យប្រទេសកម្ពុជាមានដូចគេដែរសង្ស័យហើយម្យ៉ាងទៀតប្រុសកាយប្រុសពលឹងក្រែងលោកប្រុសឯងអញមិនដឹងថាព្រឹត្តិការណ៍កម្មវិធីយើងនេះកើតឡើងដោយសារអ្វីតែកាន់ណាហ្នឹងគឺអញដោយមានការគ្រប់គ្រងពីអញក្រសួងអញឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ហើយអញព្រមទាំងអញសមាគមអ្នកគុតគង់ទឹកស្អាតកម្ពុជាហៅកាត់ថា CWA ព្រមទាំងអញក្រុមហ៊ុន Informa Market ផងដែរអើយគឺមានកម្មវិធីរយៈពេល2ថ្ងៃមានទាំងសិល្បៈបុរាណរហូតដល់យើងមកច្រៀងយបៃឲ្យវិញកម្មវិធីយើងតែ15នាទីទេអ្នកប្រុសថ្លៃបងមានអីជូនបទេយើងសង្ខេបខ្លី